តោះឡើយខ្ញុំបង្ហាញពីរបៀបប្រើប្រាស់យើងចាប់អាគុយគឺដកគឺយើងចាប់ដកទៅហ្នឹងហើយបូកគឺយើងចាប់បូកទៅអញ្ចឹងចំពោះការប្រើប្រាស់គឺយើងប្រើអាគុយនេះខ្ញុំអនុគមចេញជា24វ៉ុលព្រោះអាគុយ12វ៉ុលហ្នឹងគឺ2គ្រាប់គុំចូលគ្នាហ្នឹងហើយអញ្ចឹងចំពោះការសាកគឺយើងសាកខុសពីការចាប់ប្រើប្រាស់ព្រោះការសាកនេះដូចឆ្នាំងសាកអញ្ចឹងយើងចាប់បូកខាងនេះវិញគឺយើងសាកម្ដងមួយគ្រាប់អញ្ចឹងហ្នឹងហើយគឺយើងសាកអញ្ចឹងតែបើចំពោះការចាប់ប្រើប្រាស់គឺយើងចាប់ចេះខុសគ្នាព្រោះយើងសាកម្ដងមួយគ្រាប់ពេញមួយគ្រាប់គឺយើងសាកពេញមួយគ្រាប់ទៀតគឺយើងយកទៅប្រើការអញ្ចឹងគឺយើងចាប់ប្រើប្រាស់គឺយើងចាប់អញ្ចឹងហើយយើងស្វាច់មកពេលដែលយើងប្រើជាមួយនឹងកន្លែងរង្វៃគោយន្តរបស់យើងហ្នឹងហើយចាប់ហើយគឺយើងមូរវាឲ្យវាតាក់គ្នាជាមួយនឹងដែកខាងក្នុងហ្នឹងមូរឲ្យតាក់ឲ្យជាប់ហើយបានយើងចុចហ្នឹងហើយមានតែប៉ុណ្្នឹងឯងព្រោះអានេះខ្ញុំដាក់ទៅនេះគឺបើសិនជាករណីប្រើការអត់កើតគឺចាំដាក់ឲ្យខ្ញុំវិញតែបើប្រើការកើតចាំវេលុយមកអញ្ចឹងណាហ្នឹងហើយអរគុណ